សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាអ្នកជំងឺផ្សំដំណងនោមហើយថ្ងៃនេះនៅឆ្នាំមុនខ្ញុំកំពុងតែលាងឈាមលើមន្ទីរពេទ្យអញ្ចឹងមកដល់ឥឡូវវាកម្រិត1ឆ្នាំហើយថ្ងៃដែលខ្ញុំលាងឈាមថ្ងៃទី1បំផុតក្នុងជីវិតហ្មងហើយពេលនោះខ្ញុំមានអារម្មណ៍ថាខ្ញុំបាត់ទឹកចិត្តខ្លាំងខ្ញុំមិនអាចទទួលយកនៅជំងឺខ្ញុំបានដែលខ្ញុំត្រូវលាងឈាមមួយថ្ងៃ4ម៉ោងរយៈពេល3ថ្ងៃខ្ញុំត្រូវលាងម្ដងអញ្ចឹងមួយខែ30ថ្ងៃខ្ញុំត្រូវលាងឈាម10ដងតាមពិតទៅការលាងឈាមហ្នឹងវាបានជួយជីវិតខ្ញុំច្រើនវាជួយដកជាតិពុលដែលនៅខ្លួនខ្ញុំហ្នឹងឯងវាមិនដកបានទាំងស្រុងទេតែវាជួយកាត់បន្ថយជាតិពុលដែលត្រង់នោមខ្ញុំវាអត់ធ្វើការវាអត់ដំណើរការវាអាចបញ្ចេញកាកសំណល់ជាតិពុលផ្សេងៗបានអញ្ចឹងការលាងឈាមហ្នឹងវាជួយដកជាតិពុលនៅក្នុងខ្លួនយើងឲ្យយើងមានអារម្មណ៍ថាធូរស្បើយច្រើនជាងមុនតែក៏យើងត្រូវទៅលាងឈាមតាមការណាត់របស់គ្រូពេទ្យឲ្យទៀងទាត់ទើបយើងអាចធ្វើទុកពួកឯការខូចត្រង់នោមហ្នឹងវាធ្វើទុកដល់សួតហើយនឹងបេះដូងបញ្ហាជាងគេគឺសួតហ្នឹងហ្មងពួកឯទឹកដែលយើងញ៉ាំទាំងប៉ុន្មានវាអត់ទៅណាយើងអត់មានទឹកនោមទេពេលដែលយើងលាងឈាមថ្ងៃនេះដែរខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាគួរតែឆែកសុខភាពរាល់3ខែឬក៏6ខែឬក៏1ឆ្នាំម្ដងព្រោះពេលដែលយើងដឹងមុនយើងអាចមានវិធីដើម្បីបង្ការវាបានណាកុំឲ្យដូចខ្ញុំអត់ដែរឆែកសុខភាពទេអញ្ចឹងខ្ញុំអត់ដឹងពីជំងឺខ្ញុំហើយដល់ថ្ងៃដែលវាធ្វើទុកគឺដល់ថ្ងៃត្រូវលាងឈាមហើយគឺខូចត្រង់នោមដំណាក់កាលទី5ការណែនាំរបស់ខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាតមប្រៃខ្លាំងផ្អែមខ្លាំងហើយនឹងសម្រាប់បានគ្រប់គ្រាន់ហើយមួយទៀតកុំគិតច្រើនពេកផ្លូវចិត្តគឺសំខាន់បំផុតថែរក្សាផ្លូវចិត្តយើង